សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពី Run Level ដំបូងយើងចូលមក Account Root សិនអញ្ចឹងយើងបានចូលមកដល់ Account Root ហើយយើងចង់ដឹងថាយើងនៅ Level ទីម៉ានអញ្ចឹងយើងអាចប្រើ command មួយឈ្មោះថា Run Level អញ្ចឹងឥឡូវនេះខ្ញុំបាននៅក្នុងlevel ទី5ហើយយើងអាចប្រើ command ពាក្យថា init 0សម្រាប់ shut down ចឹងវាបាន shut down ហើយចឹងយើងធ្វើការ start ម៉ាស៊ីនឡើងវិញចឹងយើងធ្វើការ login ឈ្មោះរបស់យើងចូលវិញម្ដងទៀតចឹងយើងធ្វើការ login ម្ដងទៀតណាចឹងបើសិនជាយើងចង់ចូលមកកាន់ level ទី1យើងអាចប្រើ command ពាក្យថា init 1ចឹងយើងចង់ដឹងថាយើងនៅ level ណាយើងអាចប្រើពាក្យថា run level ចឹងឥឡូវហ្នឹងយើងកំពុងតែនៅ level ទី1ហើយចឹងយើងអាចប្រើ command ថា system control get default ឥឡូវហ្នឹងវាបានចូលមកកាន់ graphic ហើយចឹងយើងអាច reboot វាបានដើម្បីដឹងថាពេលចូលមកវិញហ្នឹងយើងនៅក្នុង level ទីម៉ានបន្ទាប់ពីយើងបាន reboot វាហើយអញ្ចឹងយើងអាចចូលមកកាន់ account រួចម្ដងទៀតហើយយើងប្រើ command ពាក្យថា run level ចឹងវានឹងបង្ហាញថាយើងបានកំពុងតែនៅ level ទី5ចឹងវីដេអូរបស់ខ្ញុំក៏មានតែត្រឹមប៉ុណ្្នឹងដែរ